យើងតែងតែលើកគេនិយាយថាមនុស្សយើងសម័យនេះពិបាកពេលខ្លះស្គាល់មុខតែអត់ស្គាល់ចិត្តតែមានដឹងអត់ចាស់ជំនាន់មុនណាក៏បកកែបោកយើងដែរតើអរគ្នាទៅដល់កដៃគេយើងញ៉ាំអីគេពងមាន់ពងទាចាំសបុកប្រយ័ត្នចាំសបុកក៏អត់បានទៅណាហើយមួយទៀតកុំញ៉ាំអំពៅញ៉ាំអំពៅយកឲ្យញ៉ាំចុងអំពៅហើយខ្ញុំញ៉ាំអស់ឡើង3 4បាតអត់មានចេះហែកទឹកអីហ្នឹងហើយសំខាន់រឿងពងទាពងមាន់នេះខ្ញុំញ៉ាំដែរខ្ញុំដើរឡើងជិត25ខេត្តក្រុងហើយខ្វះតែមួយកន្លែងឯងតែអត់បានទៅប្រទេសទៅច្រឡឹងប៉ុណ្ណឹងមានអីដែលថាមិនបានទៅណានោះហើយនៅតែផ្ទះបងឯងតែអត់ទៅផ្ទះម៉ាក់បងណាអត់បានទៅពេលខ្លះខ្ញុំគិតទៅរៀងគួរចិត្តដែរតែលើកុំនិយាយច្រើននេះបងប្អូនគ្នាអេសិននេះឃើញយើងច្បាច់តែមកតក់អីឃើញអត់តែមកតក់អីណាពេលប្រើឲ្យមុខអលួងឲ្យទុនមែនតែនហ្មងហើយប្រើអត់ខ្ញុំឆ្លាញ់ប្រដាក់ណាស់មែនតែនដោយសារពេលប្រើឲ្យមុខខ្ញុំ smooth ទុនអលួងហើយប្រើតន្តិចឯគូថា the best ហ្មងហើយណាមួយខ្ញុំឆ្លាញ់ត្រង់វាចំណុះច្រើនប្រើមួយឈុតហ្នឹង essence ជាមួយ cream ហ្នឹងប្រើយូរខែមែនតែនបងប្អូនគ្នា5 6 7ខែបើសិនយើងលាបមួយថ្ងៃទៅ2ដងអីប្រើបានច្រើនណាហើយខ្ញុំមាននិយាយថាពេលខ្លះចំណូលយើងមានបែងចែកច្រើនដែរអញ្ចឹងយើងត្រូវរើស product ណាដែលតម្លៃសមរម្យល្មមហើយគុណភាពល្អអញ្ចឹងណាហើយស្រោមនេះចំណុះវា50 ml យើងលាបតន្ទីឲ្យឃើញអត់បងប្អូនគ្នាចំណេញខ្លាំងមែនទែន essence ស្រោមហ្នឹងទឹកសថ្លាតែប្រើគឺចំណេញមែនតែនហ្មងហើយមួយទៀតគេនិយាយថាអីគេឲ្យយើងនឹងស្មោះត្រង់គេស្រឡាញ់មនុស្សស្មោះត្រង់តើគ្នាចង់ប្រាប់ថាពេលខ្លះស្មោះត្រង់ពេកមានអារម្មណ៍ថាយើងដូចមួយទៀតដូចកូនក្មេងដូចមនុស្សអត់ចេះបត់បែនណាបងប្អូនកែវភ្នែកតែគេមើលមកយើងវាដូចយើងនឹងពេលខ្លះគេត្រង់ពេកដូចមើលទៅយើងខ្លះជាមនុស្សល្ងងខ្ញុំសម្រាប់ខ្ញុំគិតចឹងតែបងប្អូនគិតមិនដែរស្អីខ្ញុំគិតអញ្ចឹងហ្មងថាខ្ញុំមកពិភពលោកនឹងផ្លូវពីគេអវិជ្ជមានថាចុះប៉ុន្តែវាអញ្ចឹងមែនណាបងប្អូនតើយើងជួបមកយើងដឹងឥឡូវចូលដល់អានេះគ្រីមម្ដងគ្រីមនេះក៏ឆុំដែរ60 ml ដាក់ទៅមកប៉ក់បន្តិចទេបងប្អូនហើយប្រើទៅគឺល្អហ្មងនិយាយទៅសម្រាប់ប្រដាប់ខ្ញុំមួយខ្ញុំអត់ចេះតែប្រើទេតែផលិតផលស្តង់ដាហើយវាធូរដែរអញ្ចឹងយើងដាក់តិចមកសាច់វាគឺបែបហ្នឹងហើយក្លិនឈ្ងុយក្លិនរបៀបផ្កាហើយចឹងមកថាពេលខ្លះភាពត្រង់របស់យើងនឹងយើងប្រើត្រូវកន្លែងដែរបើយើងប្រើខុសកន្លែងគឺយើងអត់មានតម្លៃទេត្រង់ពេកទេបងប្អូនគ្នាហើយមនុស្សខ្លះទៀតបកាលួមយើងបែបនេះបែបនោះអីចឹងទៅហើយយើងនេះមនុស្សយ៉ាងឆោតពេលខ្លះមនុស្សយើងវាមនុស្សស្មោះត្រង់បងប្អូនវាចឹងយើងអត់ដឹងពីគេតែមិនទេហើយយើងនេះខំអស់ហើយស្មោះត្រង់មួយគេអស់ពីចិត្តអស់ពីថ្លើមចុងក្រោយរបៀបដំបូងគេតាមយើងក្នុងន័យណាមួយអីចឹងទៅ and then after គឺវាប្រែប្រួលហ្មងខ្ញុំពិបាកពេលខ្លះអ្នកនរគ្នាខ្ញុំអត់យល់ទេពេលខ្លះពេលដែលយើងខិតក្នុងកលៈទេសៈនឹងវាពិបាកចឹងមិនពេលខ្លះខ្ញុំយល់ស្ពានជួយច្បាស់តែបានមានអ្នកគាត់ធ្វើអត្តឃាតខ្ញុំមានអារម្មណ៍ពេលខ្លះខ្ញុំ down ខ្លាំងណាស់បងប្អូនខ្ញុំប៉ុន្តែខ្ញុំអត់គិតដល់ផ្លូវដូចពួកគាត់ទេគាត់ខ្ញុំគិតថាខ្ញុំយល់អារម្មណ៍ពួកគាត់ហ្មងអ្នកដែលគាត់រកផ្លូវបែបហ្នឹងឥឡូវមកមើលសាច់មុខខ្ញុំវិញអ្នកនរគ្នាបន្ទាប់ពីលាបហើយតើតើអ្នកជួបកលៈទេសៈហ្នឹងបានយល់និយាយទៅ